សូមគោរពនិងជម្រាបសួរទស្សនិកជនជាទីរាប់អានស្វាគមន៍មកកាន់កម្មវិធីយល់ដឹងពីការព្យាបាលដោយចលនាមុននឹងកិច្ចចាប់ផ្ដើមនាងខ្ញុំសូមបង្ហាញវត្តមានវាគ្មិនកិត្តិយសមួយរូបដែលរូបលោកជាគ្រូពេទ្យនិងមានបទពិសោធន៍ការព្យាបាលដោយចលនាចាសសូមអនុញ្ញាតគោរពជម្រាបសួរលោកគ្រូចាអនុញ្ញាតលោកគ្រូជួយណែនាំខ្លួននិងបទពិសោធន៍ការងារលោកគ្រូទៅកាន់ទស្សនិកជនចាបាទអរគុណកញ្ញាហើយក៏សូមជំរាបសួរដល់ទស្សនិកជនផងដែរខ្ញុំបាទឈ្មោះសរសុធីគឺជាគ្រូពេទ្យឯកទេសផ្នែកព្យាបាលដោយចលនាខ្ញុំបានបញ្ចប់ការសិក្សាជំនាញផ្នែកព្យាបាលចលនានេះចាំពីឆ្នាំ2008មកម្លេះហើយតាមរយៈសាលារបស់អង្គការ KSET ដែលមានមូលដ្ឋានគ្រឹះនៅប្រទេសស្វីសហើយក៏មានការទទួលស្គាល់របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរចាអរគុណលោកគ្រូសម្រាប់ការណែនាំខ្លួនទៅកាន់ទស្សនិកជនចាមានទស្សនៈជាច្រើននៅមានការយល់ពីថាតើការព្យាបាលដោយចលនានិងការម៉ាស្សាឬចាប់សរសៃហ្នឹងដូចគ្នាដែរឬទេលោកគ្រូបាទកន្លែងនេះដែរហើយខ្ញុំក៏មើលឃើញថាប្រជាពលរដ្ឋយើងកំពុងតែមានបញ្ហាជួបប្រទះច្រើនទៅលើបញ្ហានៃការឈឺចុករួយសរសៃឬមួយក៏ស្លាកសាច់ដុំនេះហើយគាត់ក៏កំពុងតែស្វះស្វែងរកទីសាស្ត្រដើម្បីដោះស្រាយនឹងបញ្ហាទាំងនេះក្នុងឱកាសនេះក៏ខ្ញុំមានឱកាសលើកពីបញ្ហានេះឲ្យបានយល់ច្បាស់ថាតើអ្វីទៅជាការម៉ាស្សាហើយអ្វីទៅជាការព្យាបាលចលនាជិតពិតទៅការម៉ាស្សាឬចាប់សរសៃនិងការព្យាបាលចលនានោះវាមិនដូចគ្នាទេចាអើយលោកគ្រូអាចលើកឡើងបានថាមិនដូចគ្នាមិនដូចគ្នាបែបម៉េចបាទរវាងការម៉ាស្សាឬចាប់សរសៃនិងការព្យាបាលចលនានោះវាមានចំណុចសំខាន់3ដែលមិនដូចគ្នានោះទី1មានគោលបំណងខុសគ្នាទី2ចំណុចសំខាន់និងបច្ចេកទេសក៏ខុសគ្នាដែរចំណុចទី3នោះលទ្ធផលនិងប្រសិទ្ធភាពក៏មិនដូចគ្នាបន្ទាប់ពីការព្យាបាលចាតើលោកគ្រូអាចបញ្យល់បន្ថែមបានទេថាការព្យាបាលដោយចលនានោះហើយនឹងការម៉ាស្សាចាប់សរសៃហ្នឹងដូចម្ដេចបាទការម៉ាស្សាឬចាប់សរសៃនោះវាគ្រាន់តែការជួយសម្រួលទៅលើឲ្យសាច់ដុំវារលាឬមួយក៏ធ្វើឲ្យយើងមានអារម្មណ៍ស្រួលតែប៉ុណ្ណោះហើយការម៉ាស្សាវាគ្រាន់ជាកាយវិការមួយដែលអ្នកម៉ាស្សាហ្នឹងគឺសង្កត់ទៅលើដងខ្លួនឬអវយវៈដែលធ្វើឲ្យសាច់ដុំមានការធូរស្រាលហើយមួយទៀតនោះការម៉ាស្សាវាជាសកម្មភាពមួយដែលអ្នកម៉ាស្សាសម្រាប់ហើយអ្នកដែលម៉ាស្សានោះជាអ្នកធ្វើសកម្មភាពដោយឡែកការព្យាបាលដោយចលនាវិញគឺអ្នកជំងឺធ្វើចលនានិងមានគោលបំណងច្រើនជាងអ្នកម៉ាស្សាការព្យាបាលចលនាគឺវាប្រែប្រួលទៅតាមអ្នកជំងឺនីមួយៗព្រោះវាមានបញ្ហាផ្សេងគ្នាហើយគ្រូពេទ្យចលនាគឺមានការយល់ច្បាស់ណាស់គឺតាក់ទងនឹងបញ្ហាដែលធ្វើឲ្យគាត់មានការឈឺចាប់ទាំងអស់ហ្នឹងឬក៏ជាសញ្ញាដែលគាត់ឈឺអាចវិវត្តទៅរកភាពដែលគាត់អាចជួយទប់ស្កាត់ឬមួយក៏ការព្យាបាលយ៉ាងណានោះចាលោកគ្រូមួយវិញទៀតតើកត្តាអ្វីខ្លះដែលធ្វើឲ្យប្រជាជនខ្មែរយើងតែងតែជួបបញ្ហាញឹកញាប់ទៅលើការឈឺចុករោយតាមសរសៃសាច់ដុំឬសរសៃសន្លាក់លោកគ្រូបាទវាមានកត្តាជាច្រើនដែលធ្វើឲ្យប្រជាពលរដ្ឋយើងតែងតែជួបលើបញ្ហាការឈឺចុករោយជាញឹកញាប់ខ្ញុំលើកឧទាហរណ៍ដូចជាការឈឺស្មាមួយទៅចុះកត្តាដែលអាចឲ្យយើងឈឺស្មាវាមានច្រើនអាចតាក់ទងនឹងកត្តាការលេងកីឡាអាចតាក់ទងនឹងកត្តារស់នៅប្រចាំថ្ងៃអាចតាក់ទងនឹងគាត់លើករបស់ធ្ងន់ឬមួយក៏គាត់អង្គុយធ្វើការជាមួយនឹងកុំព្យូទ័រឬមួយក៏ទូរស័ព្ទនឹងដែលយូរពេកវាធ្វើឲ្យខុសទម្រង់នៃឥរិយាបថសាច់ដុំរបស់គាត់ឬមួយក៏ទម្រង់ឆ្អឹងរបស់គាត់ចាអរគុណលោកគ្រូដែលបានពន្យល់យ៉ាងក្បោះក្បាយចានឹងបានស្រាយចម្ងល់ដល់ទស្សនិកជនឲ្យពួកគាត់បានយល់និងអស់ចម្ងល់ចាសម្រាប់ទស្សនិកជនមានសំណួរផ្សេងសូមខមមិននៅខាងក្រោមវីដេអូនេះចាខណៈពេលនេះខ្ញុំទាំងពីរនាក់សូមគោរពអរគុណនិងជម្រាបលាសម្រាប់អ្នកភ្នំពេញវិញអាចរកទិញផលិតផលម៉ាកសិករបាននៅឱសថស្ថានសាខាដែលមានទីតាំងតាមបណ្ដោយផ្លូវវិញស្រេងទល់មុខសាលាអន្តរជាតិ AII កសិករគិតសុខភាពជាចម្បង